លោកនេះមានសញ្ជាតិជាខ្មែរកណ្ដាតសញ្ញាណប័ណ្ណក៏ជាខ្មែរមកយល់ភាសាខ្មែរឲ្យច្បាស់គឺមានរាជស័ព្ទសង្កស័ព្ទនិងភាសាធម្មតាណាលោកនេះមិនមែនអ្វីក៏ចេះតែបូជាស្ដីក៏បូជាមកទាំងអស់នោះទេខ្ញុំបាទគោរពប្រតិបត្តិជំរាបសួរលោកអ្នកពុទ្ធបរិស័ទទាំងឡាយអរគុណចំពោះមួយដែលបានទេសនាបាទខ្ញុំនិយាយភាសាពាក្យថាជាបណ្ឌិតលោកនេះដេញចេះគ្រប់យ៉ាងជាបណ្ឌិតបាននេះថាដុតបាលីដុតសាក់សក់ដុតសាក់សក់ពាក្យនេះសម្រាប់ប្រើជាសាធារណៈមានចំពោះបុគ្គលខណ្ឌមានន័យឲ្យប្រើតាមលំដាប់យន្តខ្ពស់កណ្ដាលទៀបដៃបាទមានដៃបាទសម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជសម្ដេចព្រះវររាជជន្នីសម្ដេចព្រះអគ្គមិហេសីព្រះសពសម្ដេចព្រះមហាសង្ឃរាជព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ហៅថ្វាយព្រះភ្លើងនៅលោកអ្នកថ្វាយព្រះភ្លើងសម្រាប់សេនាបតីឬក៏សេនាប្រមុខមន្ត្រីទាំងពួកឬរាជប្រជាអ្នកមានគេឈ្មោះគេហៅថារំលាយសពបាទរំលាយសពសម្រាប់បព្វជិតទាំងពួងក្បួនលោកសង្ឃណាគេហៅថាបូជាឬបូជាសពមិនមែនបូជាទាំងអស់ទេបាទសម្រាប់រាជទាំងពួងសាមញ្ញធម្មតានេះគេហៅថារំលាយរូបឬក៏ជាបណកិច្ចបាទសម្រាប់ជនថោកថយគេហៅថាដុតឬក៏ដុតខ្មោចបាទពេលនេះពាក្យខ្មែរយើងគឺចែកមកគឺមានតម្លៃពុះបាទអត់ប្រើវត្តទេតែមនុស្សតើយកទៅប្រើវត្តមិនដឹងខ្មោចលោកសំក៏បូជាខ្មោចអ្នកស្រុកក៏បូជាប្រហើណាបូជាមិនអត់តស្ដីក៏បូជាអត់ទេណាដោយពាក្យបាញ់មានតែថ្វាយព្រះភ្លើងមានរំលាយសពមានបូជាមានរំលាយរូបមានដុតគេដែរមាន4នេះណាលោកអ្នកបាទបែរចែកច្បាស់ណាបាទអរគុណចំពោះលោកអ្នកដែលបានទេសនាជូនពរឲ្យមានអាយុវែងអរគុណ